សូមស្វាគមន៍មកកាន់រឿងនិទានខ្មែររឿងឆ្កែខ្ជិលធัวស្រែកាលពីព្រេងនាយមានដំណើររឿងមួយនិយាយពីសត្វគោចង់ធ្វើស្រែគោនោះក៏គិតក្នុងចិត្តថាយើងនឹងទៅបបួលមិត្តឆ្កែទៅធ្វើស្រែជាមួយគ្នាលុះគិតរួចគោបានដើរទៅរកឆ្កែដែលកំពុងដេកក្រោមដើមឈើរួចនិយាយថាបងឆ្កែអើយបងឆ្កែតោះទៅធ្វើស្រែជាមួយគ្នាបងគោតែយើងធ្វើស្រែដើម្បីអ្វីយើងធ្វើស្រែដើម្បីយកបាយស៊ីណាបងឆ្កែឆ្កែឮថាបានបាយស៊ីចាប់អារម្មណ៍យ៉ាងខ្លាំងគិតរួចក៏បាននិយាយទៅកាន់គោថាខ្ញុំមិនចេះធ្វើស្រែទេបងគោតើយើងធ្វើដោយម្ដេចទៅកុំភ័យបងឆ្កែចាំខ្ញុំប្រាប់តោះជើងទុយស្រែទាំងអស់គ្នាខ្ញុំនឹងប្រាប់បងថាត្រូវធ្វើអ្វីខ្លះពួកគេទាំងពីរក៏ដើរទៅស្រែគោនិយាយដំបងយើងត្រូវភ្ជួរដីហាលសិនណាបងឆ្កែភ្ជួរដីហើយតើយើងអាចស៊ីបានមែនទេនៅទេបន្ទាប់មកយើងត្រូវរះដីសិនតើរះហើយយើងអាចស៊ីបានទេនៅទេបងឆ្កែយើងត្រូវព្រួសស្រូវសិនតើព្រួសស្រូវរួចយើងអាចស៊ីបានមែនទេនៅទេបងឆ្កែយើងត្រូវចាំរហូតដល់សំណាបធំល្មមទើបយើងដកវាដកសំណាបរួចតើយើងអាចស៊ីបានទេនៅទេបងយើងត្រូវយកសំណាបទៅស្ទូងសិនអូខ្ញុំដឹងហើយបន្ទាប់ពីស្ទួងទើបយើងអាចញ៉ាំបានមែនទេបង្គោនៃទេបងឆ្កែយើងចាំរហូតដល់ស្រូវទុំរួចច្រូតវាសិនបន្ទាប់ពីច្រូតរួចយើងអាចស៊ីបានមែនទេបន្ទាប់ពីច្រូតរួចយើងត្រូវបញ្ជាន់ស្រូវសិនហើយបន្ទាប់មកទៀតយើងយកទៅបុកជាអង្ករខ្ញុំដឹងហើយបង្គោបន្ទាប់ពីបង់ជាអង្ករហើយយើងប្រកាសជាអាចស៊ីបាននៅទេបងឆ្កែយើងត្រូវដាំបាយសិនទើបយើងអាចស៊ីបានអូយតម្រាំបានបាយស៊ីយូរណាស់ខ្ញុំមិនធ្វើទេបងទៅរកញាក់ផ្សេងទៅឆ្កែដើរចេញពីវាលស្រែខណាត់គោទៅរកមនុស្សដើម្បីធ្វើស្រែជាមួយគោសុកចិត្តធ្វើស្រែជាមួយមនុស្សក៏ត្រូវមនុស្សប្រើរហូតមកដល់សព្វថ្ងៃនេះចំណែកឯឆ្កែខ្ជិលធ្វើស្រែក៏ស៊ីបានត្រឹមតែកាកសំណល់សល់ពីមនុស្សតែប៉ុណ្ណោះបើចូលចិត្តសូម Subscribe ញឹកមួយមកបង